ងាវហាលអំបិលម្ទេសនិយាយថាឃ្លានអាងាវហាលនេះយូរហើយអ្នកនរគ្នាជាពិសេសគឺម៉ែកូនបឺតដាក់លាជាមួយនឹងម្សៅបាប៊ីខ្ជូទៀតនិយាយថារសជាតិវិញឆ្ងាញ់តែម្ដងម៉ែកូនបឺតខ្ញុំឲ្យធ្វើអាងាវហាលនេះតាំងពីត្រានគេកំពុងល្បីឥឡូវត្រានគេលេងល្បីទៅម៉ែកូនបឺតនឹកឃើញធ្វើពេលម៉ែកូនបឺតចាប់ដើមធ្វើមករសជាតិខុសគេរសជាតិប្លែកពីគេតែម្ដងពុកម៉ែបងប្អូនទាំងអស់គ្នានិយាយថាឆ្ងាញ់ប្លែកមាត់ដាក់លាជាមួយនឹងម្សៅបាប៊ីខ្ជូដាក់ជាមួយនឹងអំពិលទុំណាម្ទេសរៀងហឹរបន្តិចទៅដាក់លាជាមួយនឹងម្ទេសហុយថែមទៀតនិយាយថាវិញហឹរហោះស្លាប់តែម្ដងពុកម៉ែបងប្អូនទាំងអស់គ្នាតែបើនិយាយថារសជាតិវិញគឺឆ្ងាញ់សម្រាប់បងប្អូនដែលមិនទាន់ចេះធ្វើងាវហាលមករៀនធ្វើជាមួយនឹងម៉ែកូនបឺតទាំងអស់គ្នានេះម៉ែកូនបឺតទិញបានងាវហ្នឹង1គីឡូប្រហែលជា2-3ខាំទេងាវនេះអ្នកលក់លាងឡើងស្អាតរួចរាល់ហើយប៉ុន្តែម៉ែកូនបឺតយកមកលាង2-3ទឹកបន្ថែមទៀតហើយងាវរបស់យើងហ្នឹងស្រះដីបានល្អក្រោយពីយើងលាងទឹកសម្អាតរួចរាល់ហើយយើងដាក់ដាំទឹកក្តៅហ្នឹងឲ្យពុះរួចហើយយើងយកងាវយើងទៅដាក់ចូលរាប់1 2 3 4 5 6 7 8 9 10មើលទៅគ្រប់10ហើយយើងដូរងាវយើងចេញមកយកមកដាក់ត្រាំជាមួយនឹងទឹកកកដើម្បីឲ្យសាច់ងាវរបស់យើងផ្អែមមានរសជាតិឆ្ងាញ់នៅពេលយើងដូរចេញពីទឹកក្តៅហើយយកមកត្រាំជាមួយនឹងទឹកកកភ្លាមតែម្ដងនៅពេលយើងដាក់ទឹកកកចូលយើងកូរទឹកកកឲ្យចូលជាមួយនឹងងាវយើងបន្តិចដើម្បីឲ្យងាវយើងឆាប់ហើយយើងយកខ្ទឹមសចំនួន1គល់យើងដាក់ខ្ទឹមស1គល់តែម្ដងយើងដាំខ្ទឹមសហ្នឹងហើយក៏ច្រាំខ្ទឹមសឲ្យម៉ត់យើងដួសខ្ទឹមសហ្នឹងទុកម្ដងសិនបន្តមកទៀតយើងយកជាមួយនឹងដាំខ្ទឹមហើយសម្រាប់ដាំខ្ទឹមនេះយើងកំហាន់វាល្អិតពេកហាន់វាមកល្មមដូចបងឃើញនៅក្នុងវីដេអូហ្នឹងអញ្ចឹងដើម្បីយើងយកទៅប្រឡាក់ជាមួយលាទៅវាមានរសជាតិឆ្ងាញ់បន្តមកទៀតយើងយកម្ទេសប្រហែលជា4-5ក្រាមមិនដាក់ច្រើនពេកទេយើងបុកម្ទេសនឹងរៀងម៉ត់បន្តិចមិនបាច់ម៉ត់ខ្លាំងពេកទេតែម៉ត់មកល្មមមកបានហើយបន្តមកទៀតយើងយកអំពិលទុំចំនួន1ខាំដាក់ចូលក្នុងកន្ទោន1ម៉ត់ហើយប៊ីចេង1ស្លាបព្រាម្សៅស៊ុបខ្នុរ1ស្លាបព្រាស្ករសចំនួន2ស្លាបព្រាបាយអំបិលបន្តិចមកយើងដាក់ជាមួយនឹងម្ទេសហោចំនួន1ស្លាបព្រាបាយបើចូលចិត្តហឹរខ្លាំងដាក់កាន់តែច្រើនក៏បានដែររួចហើយយើងដាក់ជាមួយនឹងម្ទេសដែលយើងបានបុកមិញហ្នឹងដួសចូលដាក់ទាំងអស់តែម្ដងមកដាក់ជាមួយនឹងខ្ទឹមសរួចហើយយើងចាប់ផ្ដើមច្របាច់គ្រឿងទាំងអស់ហ្នឹងឲ្យចូលគ្នាតែម្ដងហើយយើងដាក់ទឹកចូលតែបន្តិចបានហើយយើងប្រើជាមួយនឹងទឹកជាយើងដាក់ចំនួន1ស្លាបព្រាហ្នឹងបានហើយយើងច្របាច់គ្រឿងឲ្យចូលជាមួយនឹងទឹកជានឹងតិចយើងដាក់ទឹកជាបែបនេះដើម្បីឲ្យអំពិលរបស់យើងហ្នឹងវាឆាប់រីកយើងច្របាច់គ្រឿងតតែគ្រឿងហ្នឹងវាចូលគ្នាបានល្អតតែគ្រឿងរៀងរីកអំពិលទុំបន្តិចចាំយើងយកទៅច្របាច់ជាមួយនឹងងាវរបស់យើងបន្តទៀតក្រោយពីយើងដាក់គ្រឿងរបស់យើងចូលជាមួយនឹងងាវហើយយើងដាក់ជាមួយនឹងម្សៅបាប៊ីខ្ជូនេះចំនួន5ស្លាបព្រាបាយសម្រាប់ម្សៅបាប៊ីខ្ជូនេះយើងយកទៅប្រឡាក់ជាមួយនឹងងាវក៏បានយកទៅប្រឡាក់ជាមួយនឹងលាក៏បានដាក់កាន់តែច្រើនកាន់តែមានរសជាតិឆ្ងាញ់ព្រោះម្សៅបាប៊ីខ្ជូប្រភេទនេះវាអត់មានរសជាតិប្រៃខ្លាំងទេមកប្រៃល្មមរសជាតិឆ្ងាញ់តែម្ដងក្រោយពីយើងដាក់គ្រឿងចូលរួចរាល់ដាក់ម្សៅបាប៊ីខ្ជូចូលរួចរាល់ហើយយើងចាប់ផ្ដើមច្របាច់លៀសរបស់យើងក្លុកលៀសរបស់យើងតទៅចូលជាមួយគ្រឿងមកតែប៉ុណ្ណឹងគឺរួចរាល់យើងអាចចាក់វាដាក់ថាសបែបនេះយកទៅហាលថ្ងៃហើយហាលថ្ងៃហ្នឹងមិនបាច់យូរពេកទេហាលតែកន្លះម៉ោងជាង1ម៉ោងបានហើយយើងដាក់រោយជាមួយនឹងម្ទេសរបស់យើងពីលើបន្តិចមកបើសិនជាបងមិនចូលចិត្តហឹរខ្លាំងមិនបាច់ដាក់ក៏បានដែរយើងដាក់ជាមួយនឹងស្លឹកខ្ទឹមរបស់យើងតែប៉ុណ្ណឹងគឺរួចរាល់ហើយងាវហាលរបស់យើងនេះពុកម៉ែបងប្អូនទាំងអស់គ្នាអើយយកទៅដាក់ហាលថ្ងៃតែកន្លះម៉ោងគត់សម្រាប់ម៉ែកូនបឺតណាមានពេលតែកន្លះម៉ោងទេអ្នកទាំងអស់គ្នាហាលយូរទេព្រោះអីគឺឃ្លាតហើយរងចាំយូរអត់បានទេនេះម៉ែកូនបឺតទៅភ្លុះនៅកន្លែងហាលតែម្ដងមើលទៅវារៀងក្រៀមចូលជាតិគ្នាបន្តិចតែប៉ុណ្ណឹងមកបានហើយអ្នកទាំងអស់គ្នានិយាយថារសជាតិវិញគឺធានាជូនឆ្ងាញ់ណាអ្នកទាំងអស់គ្នាអត់ចាញ់គេធ្វើលក់អត់ចាញ់ប្រេនគេល្បីគេធ្វើលក់នំពេញទេអានេះងាវហាលអ្នកខាងខេត្តតាកែវធ្វើនៅខាងខេត្តតាកែវផ្ទាល់តែម្ដងអត់ចាញ់អ្នកអំពេញណាអ្នកទាំងអស់គ្នាមើលទៅរូបរាងមើលទៅពណ៌វាដឹងហើយឥឡូវមកភ្លក់ជាមួយនឹងខ្ញុំទាំងអស់គ្នាពុកម៉ែបងប្អូនទាំងអស់គ្នានេះខ្ញុំថត2ដងថតលើកទី1ភ្លេចចុចនាទីវាដើរដាក់កាមេរ៉ាតាំងចោលហ្នឹងវាដើរនាទីហូបលងបែកញើហូបលងហល់បែកញើហើយមកថតលើកទី2មួយសាទៀតអ្នកឃើញបែកញើអត់បែកញើជោគថ្ងៃបែកញើជោគថ្ពាល់ហ្នឹងដោយសារវាហល់ប៉ុន្តែឆ្ងាញ់ហល់ខ្លាំងប៉ុន្តែឆ្ងាញ់អ្នកទាំងអស់គ្នាអើយអានេះហូប2ដងអាហ្នឹងកម្មយើងទេអ្នកធ្វើគេដាក់កាមេរ៉ាថតហើយអត់ចុចកាមេរ៉ាទេអញ្ចឹងហើយមកថតមួយសាទៀតក្រោយបើកសំឡេងឪពុកម៉ែបងប្អូនទាំងគ្នាស្ដាប់នៅពេលខ្ញុំហូបងាវនឹងតិចមើលតើរសជាតិវាឆ្ងាញ់បែបណាកុំខ្ពើមណាពុកម៉ែបងប្អូនទាំងគ្នាសូមអភ័យទោសទុកជាមុនផង